អូមកសោទឹកនេះសកម្មភាពបងប្អូនជាប្រដ្ឋខ្មែរយើងធ្វើការនៅលើកប៉ាល់គាត់កំពុងតែធ្វើការចុះពីលើកប៉ាល់ដើម្បីមកឡើងទូកហើយនេះខ្ញុំឈរនៅក្នុងទូកបាននិយាយពីអាកាសធាតុផងអោយបងប្អូនក្តៅចង់ឆេះនិយាយថាក្តៅរាល់ថ្ងៃហ្នឹងការងារក៏មិនសូវមានមេឃក៏ក្តៅអូយក្តៅនោះក្តៅហើយមានបងប្អូនខ្មែរខ្លះក៏សួរខ្ញុំគាត់ចង់មកធ្វើការនៅលើកប៉ាល់បងប្អូនអើយអត់ដឹងថាការងារលើកប៉ាល់ហ្នឹងវាវេទនីអីអត់ចេះតែចង់មកហើយពេលដែលខ្ញុំផុសវីដេអូម្ដងមានបងប្អូនខ្មែរខ្លះគាត់ធ្លាប់មកគាត់ថាអូយធ្វើការនៅនឹងអត់សូវបានលុយហើយហូបស្លមកកើតដេកក៏មិនស្រួលអូយអាណិតបងប្អូនខ្មែរពួកឯនៅនេះវាអញ្ចឹងពិតមែនអ្នកខ្លះគាត់ថាធ្លាប់មកតាំងពី10 20ឆ្នាំមុនអ្នកខ្លះគាត់និយាយថានឹកឃើញរឿងពីមុនហើយគាត់ថាឡើងស្រក់ទឹកភ្នែកគាត់ថាគាត់ធ្លាប់លុបបាណាហើយមានបងប្អូនខ្មែរខ្លះទៀតគាត់ថាគាត់សួរខ្ញុំថាដឹងតើការងារនឹងពិបាកហើយចុះមិនគាត់នៅទ្រាំទៀតបងប្អូនដោយសារតែខ្ញុំចង់ធ្វើវីដេអូនៅនេះឲ្យរៀងបានច្រើនបន្តិចខ្ញុំមិនមែនចង់មកធ្វើនៅនឹងទេអញ្ចឹងហើយខ្ញុំស៊ូទ្រាំសិនបងប្អូនអើយវាមិនយូរទេខ្ញុំនឹងត្រឡប់ទៅវិញដែរឡើយដោយសារតែការចង់បានលុយពីវីដេអូអញ្ចឹងហើយខ្ញុំចេះតែស៊ូទ្រាំនៅសិនបើធ្វើការតែមួយមុខខ្ញុំអត់មកជន់ទេនៅលើកប៉ាល់ហ្នឹង